UAE ត្រូវបានគេរាយការណ៍ថាអាចដកខ្លួនចេញពី OPEC និង OPEC ខ្លះបង្កក្តីបារម្ភលើទីផ្សារប្រេងពិភពលោកមានរបាយការណ៍ព័ត៌មានបន្ទាន់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសហប្រតិបត្តិការអារ៉ាប់ឈូងសមុទ្រហៅកាត់ថា GCC ដែលបានធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិជាច្រើនបានរាយការណ៍ថាសហភាពអារ៉ាប់អេមីរ៉េតឬហៅកាត់ថា UAE អាចកំពុងពិចារណាដកខ្លួនចេញពីក្រុម OPEC និង OPEC ខ្លះដោយអាចចូលជាធរមានចាប់ពីថ្ងៃទី1ខែឧសភាផលប៉ះពាល់លើទីផ្សារប្រេងប្រសិនបើព័ត៌មាននេះត្រូវបានបញ្ជាក់វាអាចនាំឲ្យមានផលប៉ះពាល់ធំលើទីផ្សារប្រេងពិភពលោក UAE គឺជាប្រទេសមួយក្នុងចំណោមអ្នកផលិតប្រេងសំខាន់ក្នុងក្រុម OPEC ដែលមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងប្រេងពិភពលោកអ្នកវិភាគបានបញ្ជាក់ថាការផ្លាស់ប្ដូរនេះអាចធ្វើឲ្យទីផ្សារប្រេងមានភាពប្រែប្រួលខ្លាំងជាពិសេសនៅពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅតំបន់មជ្ឈិមបូព៌ានៅតែបន្តភាពតានតឹងបរិបទនយោបាយនិងសេដ្ឋកិច្ច OPEC និង OPEC Plus គឺជាក្រុមប្រទេសអ្នកនាំចេញប្រេងដ៏ធំបំផុតរបស់ពិភពលោកដែលបានដើរតួនាទីសំខាន់ក្នុងការកំណត់ផលិតកម្មប្រេងសកលការដកខ្លួនរបស់ UAE ប្រសិនបើកើតឡើងពិតអាចប៉ះពាល់ដល់សមត្ថភាពរបស់ក្រុមក្នុងការគ្រប់គ្រងតម្លៃប្រេងនិងអាចធ្វើឲ្យស្ថានភាពទីផ្សារប្រេងមានភាពមិនប្រាកដប្រជាអ្នកវិភាគជំនាញមួយចំនួនបានប៉ាន់ស្មានថា UAE អាចមានគម្រោងបង្កើនការផលិតប្រេងរបស់ខ្លួនក្នុងពេលអនាគតដើម្បីបង្កើនសមត្ថភាពសេដ្ឋកិច្ចនិងភាពឯករាជ្យក្នុងវិស័យថាមពលទោះជាយ៉ាងណាការធ្វើដូច្នេះក្រោមកម្រិតកូតារបស់ OPEC Plus គឺមានការកំណត់យ៉ាងតឹងរឹងដែលអាចជាមូលហេតុមួយនៃការពិចារណាពីការដកខ្លួនសរុបមកទោះបីមិនទាន់មានការបញ្ជាក់ផ្លូវការពីរដ្ឋាភិបាល UAE ក៏ដោយក៏ព័ត៌មាននេះកំពុងក្លាយជាប្រធានបទក្តៅក្នុងទីផ្សារថាមពលពិភពលោកអ្នកវិនិយោគនិងអ្នកតាមដានទីផ្សារប្រេងគួរតែតាមដានស្ថានភាពនេះយ៉ាងជិតស្និទ្ធបំផុត